ខែ3 2026ដើម្បីមើលថ្ងៃរះគឺត្រូវតែក្រោកឲ្យរួចចាមកនេះជិះតាមផ្លូវគឺមានមនុស្សជាច្រើនណែនាំតាមតាប់ចាតាមផ្លូវជាមួយមិត្តភ័ក្តិត្រឹមតែបានមកដល់ចេញដំណើរតាំងពីម៉ោង 5 កន្លះត្រឹមមកដល់គឺម៉ោង 6 ភ្លឺមើលឃើញច្បាស់ហើយតែថ្ងៃមិនទាន់រើសនៅឡើយទេចាមកដល់ទាន់សភាពការចាហើយតាមផ្លូវគឺឡានពេញរហូតតាំងពីផ្លូវក្រោយអង្គរមកផ្លូវសៀកម៉ៃចាមនុស្សបានចតនៅគ្រប់ទីកន្លែងធ្វើដំណើរដោយកង់ដើម្បីមកទស្សនាសមរាត្រីថ្ងៃរះនៅកំពូលប្រាសាទជាថ្ងៃទី 2 ផងដែរថ្ងៃទី 1 អត់បានមកដោយសារក្រោកមិនរួចថ្ងៃនេះគឺត្រូវព្យាយាមឲ្យបានសម្រេចអ្នកសៀមរាបនឹងគេដែរត្រូវតែមកមើលមានបងប្អូនជាច្រើនមកពីគ្រប់ទិសទីទូទាំងប្រទេសមកមើលអ្នកក្រៅប្រទេសក៏មានដែរដូច្នេះខ្ញុំនៅចិត្តបង្កើយត្រូវតែមកមើលឲ្យបានចាឡើងទៅលើកំពូលប្រាសាទមិនទាន់ដល់ទេចាមនុស្សនៅខាងក្រៅនេះគឺកំពុងតែធ្វើដំណើរទៅខាងក្នុងបានអាចមើលឃើញព្រះអាទិត្យចានៅពេលនេះព្រះអាទិត្យមិនទាន់បានដល់ទេពីអ្នកមិត្តភក្តិខំព្យាយាមសម្បើមដើម្បីមើលថ្ងៃរះនឹងគេចាមនុស្សច្រើនណាស់មកដល់មនុស្សឡើងណែនរកកន្លែងជួលអត់បានទេពីជ្រៀតនឹងគេដើម្បីឃើញទិដ្ឋភាពដ៏ល្អអស្ចារ្យមួយនេះនៅប្រាសាទអង្គរវត្តរបស់យើងគឺទៅឈៀងខាងជើងដូច្នេះមើលអត់ឃើញច្បាស់រកកន្លែងជួលមិនបានមិនដឹងថាបងប្អូនយើងក៏ក្រោកតាំងពីស្វាមានទេសួរខ្លះទៅក៏ថាម៉ោង 2អ្នកសៀមរាបក្រោកម៉ោង 6 ចិត្តភ្លឺហើយអ្នកមកចង្ងាយម៉ោង 2ក៏ព្យាយាមក្រោកដើម្បីមើលទិដ្ឋភាពដ៏អស្ចារ្យមួយនេះចាទេសភាពពេលព្រឹកគឺត្រជាក់ត្រជុំនៅក្នុងអង្គរទេសភាពខៀវខ្ចីខំដើររត់រះពីអ្នកមិត្តភ័ក្តិដើម្បីរកកន្លែងផ្ដិតយករូបភាពដ៏អស្ចារ្យមួយនេះតែថតនៅបានតែខាងក្រោមមើលអត់ឃើញច្បាស់ទេឃើញតែដើមត្នោតអត់មានកន្លែងទីតាំងដ៏ល្អទេមកក្រោយគេចានេះបានព្រះអាទិត្យបានរះផុតកំពូលបន្តិចហើយចានេះផុតខ្ពស់បានអាចមើលឃើញបានចាគឺបជ្រៀតឡើងនឹងគេដើម្បីមើលទេសភាពទិដ្ឋភាពដ៏ល្អអស្ចារ្យមួយនេះមនុស្សមើលទៅទូរស័ព្ទជ្រោមពេញណែននៅផ្លូវខាងលើនោះគឺណែនចូលអត់ចុះទៅតែសោះចានេះខាងក្រៅទេសភាពពេលមកវិញត្រឡប់មកវិញគឺខាងក្រៅក៏មនុស្សច្រើនដែរអ្នកខ្លះក៏មិនទាន់ទៅនៅផ្ដិតរូបភាពទេសភាពខៀវខ្ចីនៃស្មៅមុខអង្គរហើយបងប្អូនខ្លះក៏កាត់ធ្វើដំណើរទៅវិញចាខ្ញុំហួសដំណើរមកបារាយសមុទ្រសៀមរាបបន្តទៀតថ្ងៃនេះដើរបានគ្រប់ទីកន្លែងមកសមុទ្រសៀមរាបទឹកស្រកអស់ហើយអាចដើរលើទឹកនឹងបាន